ថ្ងៃនេះខ្ញុំមកឆាលោកឡាសាច់គោចែកជូនបងប្អូនទស្សនាហើយក៏ចែករំលែកពីរបៀបធ្វើមុខម្ហូបមួយមុខនេះអញ្ចឹងដើម្បីបងប្អូនកុំឲ្យបងប្អូនសាមចិត្តយូរខ្ញុំនឹងរៀបរាប់លម្អិតខ្លះនៅដើមវីដេអូនេះតែម្ដងបងប្អូនអាចមើលបានហើយក៏អាចយកទៅធ្វើញ៉ាំតាមបានអញ្ចឹងនៅក្នុងវីដេអូនេះដំបូងខ្ញុំដើរផ្សាយផ្សំបន្លែដែលមាននៅជុំវិញផ្ទះរបស់ខ្ញុំសិនហើយបន្លែទាំងអស់នេះគឺខ្ញុំដាំដោយធម្មជាតិដោយខ្លួនឯងអញ្ចឹងបន្លែទាំងអស់នេះខ្ញុំយកទៅទ្រាប់បាទដើម្បីពេលដែលឆាសាច់គោឆ្អិនហើយខ្ញុំនឹងដុសដាក់ទ្រាប់ពីលើអញ្ចឹងដំបូងមុននៅពេលដែលយើងធ្វើយើងត្រូវតែត្រៀមគ្រឿងនិងសាច់ដែលយើងហាន់ហើយឲ្យរួចជាស្រេចហើយគ្រឿងដែលត្រូវយើងយកមកឆារំលីងមុនគេនោះគឺមានខ្ទឹមសម្ទេសហើយនឹងម្រេចខ្ញុំប្រើម្រេចគ្រាប់ខ្ញុំណែនាំបងប្អូនប្រើម្រេចគ្រាប់បុកវាមកទៅចាក់រំលីងជាមួយនឹងខ្ទឹមម្ទេសអីហ្នឹងទៅវាធ្វើឲ្យម្ហូបយើងកាន់តែមានរសជាតិឈ្ងុយបន្ទាប់ពីយើងលីងគ្រឿងទាំងអស់នោះបានឈ្ងុយល្អហើយយើងចាប់ផ្ដើមចាក់ទឹកត្រីទៅតាមបរិមាណយើងគិតថាល្មមបន្ទាប់មកយើងចាក់សាច់ចូលបន្ទាប់មកទៀតបងប្អូនដាក់ប្រេងខ្យងបន្ទាប់ពីដាក់ប្រេងខ្យងហើយគ្រឿងទេសទាំងអស់បងប្អូនត្រូវដាក់មានប៊ីចេងស្កររ៉ូឌីលេងទៅតាមបងប្អូនគិតថារសជាតិប៉ុណ្ណាដែលបងប្អូនចង់បានរួចហើយយើងក៏កូរសាច់នឹងឲ្យចូលគ្រឿងមកត្រឡប់ពីត្រឡប់មកសាំយើងចាក់ទឹកចូលបរិមាណមកល្មមដែលយើងប៉ែកដើម្បីយើងយកទឹកដួសដាក់លើបន្លែទៅដើម្បីឲ្យវាឆ្អិនបន្លែយើងតែម្ដងអញ្ចឹងបន្ទាប់ពីយើងដាក់គ្រឿងក្រូរួចរាល់អស់ហើយអ្នកទាំងគ្នាគិតថាសាច់វាផុយវាល្មមអស់ហើយយើងក៏ចាប់ផ្ដើមលើកចេញមកបន្ទាប់មកបន្លែដែលយើងត្រៀមទុកសម្រាប់ដួសសាច់ដាក់ពីលើហ្នឹងយើងក៏ដួសដាក់ភ្លាមនឹងតែម្ដងទៅដើម្បីឲ្យវាបានឆ្អិនបន្លែខ្លះតែប៉ុណ្ណឹងទៅសម្រាប់មុខម្ហូបមួយមុខនេះយើងអាចយកទៅញ៉ាំបានហើយបើបងប្អូនមិនច្បាស់បងប្អូនអាចមើលតាមដំណើរបានវីដេអូនេះពីខ្ញុំទៅជួបគ្នានៅវីដេអូក្រោយបាយបាយ